Chọc ấy môi mình thấy búa ta sai sầm bơ lỗ à lời ban bảy khai lần đó sắp lỗ hơi một chiếc kè một bùa một ấy bao ở hai lời bông sành ồn ồn mới này là thay bốn sát bong mới Chọc ấy môi mình thấy búa ta sai sầm bơ lỗ à lời ban bảy khai lần đó sắp lỗ miền nào ông chỉ thò mà đá phê cho miền tây pú tụi mình xăm xóp ai can đang chật lọt vì đập mùi cái lỗ cả lá tới đập mùi cái lỗ chẳng ai bộ phim khiêu mắt có chơi từ khai lang cờ lỗ khai lang hái ắt sọ mình tam bất tụi mình mặn lang lòng phê bò pú nó chỉ được chăm bạch đá à làm giấc ai prai pruol bị bạ cay khoa phai chất tai miền vị thi chỉ ra này bọn ai thưa bàn đôi chỉ cả đa ca hát pran tam vị thi nghĩ gì nhưng mà rõm khaiไปឡើងចឹងទៅពិបាកដល់ពេលសម្រាប់កូន អូនដឹងអត់ទំងន់ដែលអូនឡើងនេះវាជួយទាំងអូនទាំងកូនអូនវាជួយការពារកូនអូនកុំឲ្យកើតមកមិនគ្រប់ខែមិនគ្រប់គីឡូហើយនឹងជួយឲ្យអូនមានកម្លាំងសម្រាប់កូនដោយសុវត្ថិភាពហើយឆាប់ធូរស្រាលក្រោយពេលសម្រាលទំងន់ឡើងនេះនៅចន្លោះសមស្របល្អហើយដូច្នេះអូនកុំបារម្ភអីណា ឃើញអត់បងប្រាប់ហេតុជឿ អូខេឲ្យម៉េចត្រូវម្ដងចុះ មានផ្ទៃពោះឡើងទម្ងន់ជារឿងធម្មតាព្រោះរាល់ការកើនទម្ងន់សមស្របអំឡុងពេលមានផ្ទៃពោះជួយបង្កើនថាមពលរាងកាយមាំមួនទាំងម្ដាយទាំងកូននាំមកជូនដោយគម្រោងអាហារូបត្ថម្ភនៅកម្ពុជាកុំបារម្ភណាអូនរូបមន្តក្នុងការរក្សាទុកទឹកដោះម្ដាយគឺងាយស្រួលទេអ្វីដែលអូនត្រូវចាំនោះគឺ បងមកយាយ អូមិនtớiកំពង់សួនណាអូន ហើយចុះទឹកដោះយើងហ៎ អូថ្ងៃហ្នឹងបងផឹកតែហើយ អត់ទេអូនចង់សួរពីទឹកដោះអូនហ៎ អូរឿងហ្នឹងកុំបារម្ភត្រូវអរគុណដល់ការណែនាំរបស់អ្នកគ្រូថ្ងៃមុនណោះ កុំបារម្ភណាអូនរូបមន្តក្នុងការរក្សាទុកទឹកដោះម្ដាយគឺងាយស្រួលទេអ្វីដែលអូនត្រូវចាំនោះគឺក្នុងម្លប់ឬបន្ទប់ដែលមានសីតុណ្ហភាពធម្មតាអូនអាចរក្សាទុកទឹកដោះម្ដាយបានដល់8ម៉ោងបើនៅក្នុងធុងទឹកកកអាចរក្សាទុកបានរហូតដល់24ម៉ោងរីឯក្នុងទូទឹកកកវិញអាចរក្សាទុកបានរហូតដល់48ម៉ោងត្រូវលាងដៃជាមួយសាប៊ូនិងទឹកស្អាតមុនពេលបញ្ចុកទឹកដោះម្ដាយដែលច្របាច់ទុកនោះទៅឲ្យកូន ប្រសិនបើយើងយកទឹកដោះម្ដាយចេញពីទូទឹកកកឬធុងទឹកកកយើងមិនត្រូវបញ្ចុកទារកទាំងទឹកដោះត្រជាក់នោះទេត្រូវយកទៅត្រាំនឹងទឹកក្តៅអ៊ុនៗជាមុនសិន ឃើញទេបងប្រាប់បងតាំងពីដំបូងយើងហ្នឹងតែអូខេហើយ បងត្រូវអីបងនៅតែចាំឯងហេរ៉ូហ្នឹង ត្រឡប់ទៅធ្វើការវិញមែនទេកុំបារម្ភម្ដាយគ្រប់រូបត្រូវច្របាច់យកទឹកដោះទុកបញ្ចុកកូននិងរក្សាទុកឲ្យបានត្រឹមត្រូវនៅពេលដែលកូនត្រូវការ នាំមកជូនដោយគម្រោងអាហារូបត្ថម្ភនៅកម្ពុជាអូនីកាមកយាយហៅឈ្មោះដាក់កូនបាននៅ រកអត់ឃើញទេអ្នកគ្រូអើយបើនិយាយពីអាពីនេះវិញណាហ៊ុនដល់កហ្មងរងថ្ងៃដូចយូររំថ្មអីហ្នឹង អូនអីណាយអូនមើលទៅដូចមិនអីទេអូន តែអូនពិបាកនេះតង់ក៏តង់ទៀត ចឹងហើយวันนี้មកជួបមួយអ្នកគ្រូពេទ្យហ្នឹងណា អូនីកាអូនីកាមកយាយហៅឈ្មោះដាក់កូនបាននៅ រកអត់ឃើញទេអ្នកគ្រូអើយបើនិយាយពីអាពីនេះវិញណាហ៊ុនដល់កហ្មងរងថ្ងៃដូចយូររំថ្មអីហ្នឹង ផឹកឡើងគ្នាងើបអត់ចង់រួចផង ក
យល់អ្នកគ្រូយល់ណាត្រូវចាំថាទំហំនិងទ្រង់ទ្រាយសុដន់របស់ស្ត្រីយើងមានប្រភេទខុសៗគ្នាតែសុទ្ធតែអាចផលិតទឹកដោះនិងបំបើកដោះដល់កូនបានដូចគ្នាហើយមានស្ត្រីមានផ្ទៃពោះជាច្រើនក៏ដូចអូនីកាដែរជាពិសេសនៅអំឡុងពេល2-3ខែដំបូងតែម្ដងនេះល្អហើយអូនមានស័ក្តិនៅក្បែរដែលតែងតែបារម្ភនឹងលើកទឹកចិត្តឥឡូវដល់ពេលដែលអូនត្រូវប្រើអាវក្នុងសម្រាប់ស្ត្រីមានផ្ទៃពោះដើម្បីឲ្យអូននឹងមានអារម្មណ៍ធូរស្រាលហើយកុំភ្លេចត្រូវមកពិនិត្យសុដន់ឲ្យបានទៀងទាត់តាមការណែនាំ ចុះពេលទៅពិនិត្យហ្នឹងយើងត្រូវសម្គាល់អីខ្លះហើយអ្នកគ្រូ ត្រូវពិនិត្យនិងសង្កេតរឿងមួយចំនួនដូចជាដុំក្នុងសដន់ក្បាលសដន់រាបស្មើលឹបចូលសរុបមកបងអូនត្រូវអត់ធ្មត់ជាមួយរាងកាយរបស់បងអូនជាពិសេសអំឡុងពេលមានផ្ទៃពោះនេះ ចឹងឥឡូវយើងដាក់ឈ្មោះកូនយើងហ្មងអីអូន មើលគូគេនេះគូឲ្យស្រឡាញ់ដល់ហើយរាល់ចម្ងល់មានចម្លើយកុំបង្អង់យូរពិភាក្សាជាមួយពេទ្យឆ្មោះថ្ងៃនេះប្រសិនបើអ្នកជួបប្រទះបញ្ហាសដន់អំឡុងពេលមានផ្ទៃពោះនាំមកជូនដោយគម្រោងអាហារូបត្ថម្ភនៅកម្ពុជា